បាទ case ស្ដីបងប្អូនគ្នាអញ្ចឹងសម្រាប់បងប្អូនដែលទិញ account ហើយបាទគឺយើងអាចចុចចូលកន្លែងនេះដើម្បី download account យកទៅ login លេងបានអញ្ចឹងយើងចុចលើកន្លែងហ្នឹងមកបាទអញ្ចឹងនៅពេលដែល download តាកន្លែង JST ហ្នឹងគឺ account គឺយើង download បានហើយអញ្ចឹងយើងចុចលើកន្លែងនេះមកដើម្បីបង្ហាញនៅទម្រង់ account ណាបាទអញ្ចឹង account គឺយើងមានទម្រង់ច្រើនណាបាទនេះមានទម្រង់ច្រើនអ្វីដែលសំខាន់គឺរបៀប login បាទអញ្ចឹងរបៀប login ចូលគឺបងប្អូនអរគ្នាអឺបើកនៅ browser ផុនយើងទៅបាទយើងចូលមកបើកមកបាទឥឡូវមកថាខ្ញុំបើក browser មួយបាទខ្ញុំចូលមក Facebook បាទចូលទៅ Facebook បាទហើយបន្តមកទៀតខ្ញុំបើកខ្ញុំ download មិញណានេះបាទ account ដែលយើង download មកបានមិញហ្នឹងបាទគឺយើងធ្វើការ login ចូលអញ្ចឹងយើង copy UID ហ្នឹងមកបាទខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចបាទតើតើមុននឹងយើងធ្វើការ login account យើងចូលទៅ check live account សិនទៅណាបាទយើងចូលមក website មួយឈ្មោះ 2FA បាទ .live បាទពីព្រោះ account គឺខ្ញុំធានាឲ្យបងប្អូនណាបាទនេះយើងចុចយកកន្លែង check live បាទអញ្ចឹងយើង copy account ផងយើងបាទ copy ទាំងអស់ទៅបាទយកមកផាសចូលកន្លែងនេះបាទផាសចូលហើយយើងយកកន្លែងហ្នឹងយើងយក check line មកណាបាទអញ្ចឹង account យើង load line ចេះបើន័យថា account ហ្នឹងគឺអត់តាន់ខូចទេប៉ុន្តែបើសិនជាករណីវា load line នេះចំនួនប៉ុន្មានបើន័យថា account ហ្នឹងខូចហើយអញ្ចឹងបងប្អូនអាចតាក់ទងមកខ្ញុំដើម្បីធ្វើការដូរថ្មីវិញបានអញ្ចឹងណាបាទដូរ account ហ្នឹងថ្មីវិញបានអញ្ចឹងបើន័យថា account ផងយើងគឺអាចយើង log in ចូលបានហើយអញ្ចឹងយើងផាសនេះមកបាទផាស UID ហ្នឹងមកហើយកន្លែងនេះយើង copy password វាមកយើងយកមកដាក់ចូលមកណាបាទហើយយើងយក login ទៅបាទអូខេមកដល់កន្លែងនេះគឺវាទាមទារឲ្យយើងដាក់ verify 2FA អញ្ចឹងកន្លែងនេះគឺយើងចូលមក website យើងទៅដែរហ្នឹង 2fa.live ហ្នឹងបាទហើយយើង copy នេះ 2FA នេះបាទ copy ពីត្រឹមនេះមកដល់ត្រឹមនេះមកបាទ copy វាមកហើយយើងផាសចូលកន្លែងនេះយើងយកកន្លែង submit ហើយយើង copy លេខកូដហ្នឹងទៅបាទហើយយើងយកមកដាក់ចូលទៅក្នុងកន្លែងនេះមកគឺដាក់ចូលបានហើយបាទយើងយក continue មកបាទតែប៉ុណ្្នឹងហើយយើង login ចូលបានហើយ account ផងយើងអញ្ចឹងណានេះអូខេហើយបាទអញ្ចឹងរបៀបនៃការ login account ផងយើងគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនអាចអនុវត្តបានហើយមានចម្ងល់អីអាចឆាតសួរខ្ញុំបន្ថែមទៀតបានបាទសូមអរគុណច្រើន